ខ្មុំអង្គរសូមជម្រាបសួរបងប្អូនជាទីរាប់អានចង់បង្ហាញជូនថាខ្មុំនៅពេលដែលវាចាប់ផ្ដើមយកលំអងឬយើងហៅឲ្យងាយស្ដាប់ថាម្សៅផ្កាណាអញ្ចឹងវាយកមកវាដាក់ចូលនៅក្នុងរុនបែបហ្នឹងបងប្អូនណាវាដាក់ចូលក្នុងរុនបែបហ្នឹងនេះក្នុងរុនវាហ្នឹងរុនហ្នឹងជួនកាលវាអាចដាក់ទឹកខ្មុំឬយើងហៅថាទឹកដមហើយជួនកាលទៅវាអាចដាក់ជាកូនដង្កូវរបស់វាណាកូនខ្មុំណាបាទឬយើងហៅសាមញ្ញថាសាច់ខ្មុំហ្នឹងអញ្ចឹងការដាក់គឺវាដាក់របៀបហ្នឹងលំអងដែលវាយកដាក់ចូលណាបាទគឺដាក់របៀបហ្នឹងនេះខាងនេះក៏ដូចគ្នាដែរនេះបាទហ្នឹងសិតតែវាដាក់ចូលអញ្ចឹងហើយរណាសល់ជួនកាលបើវាត្រូវដាក់លំអងបន្ថែមក៏វាដាក់បើអត់ទេក៏វាដាក់កូនខ្មុំឬក៏ទឹកខ្មុំអីចឹងទៅបងប្អូនណាបាទហ្នឹងហើយហើយភាគច្រើននៅពេលដែលពួកខ្ញុំជាកសិករធ្វើការប្រមូលផលពួកខ្ញុំអត់ប្រមូលឲ្យខ្មុំវាដាក់ចូលនៅក្នុងសបុកបែបហ្នឹងទេពីព្រោះថាលំអងខ្មុំជាប់នឹងជើងខ្មុំអញ្ចឹងយើងមានតាក់មួយសម្រាប់តាក់ខ្មុំអញ្ចឹងនៅពេលដែលវាចូលទៅបានតែខ្លួននេះហើយចំណែកលំអងគឺវាជ្រុះចេញហើយយើងដាក់ថាសត្រង់វាអញ្ចឹងណាអញ្ចឹងទៅយើងអាចប្រមូលបានហើយយើងប្រមូលរបៀបហ្នឹងងាយស្រួលក្នុងការរក្សាទុកមិនឲ្យវាខូចបើកាលណាយើងអត់តាក់បែបហ្នឹងទេនៅពេលដែលវាដាក់ចូលនៅក្នុងផ្លិតបែបនេះគឺយើងពិបាកក្នុងការប្រមូលផលវាយើងប្រមូលអត់កើតទេបងប្អូនណាបាទហ្នឹងហើយអរគុណ